សួស្តីមិត្តសិក្សាភាសាចិនយើងជួបគ្នាសារថ្មីម្ដងចូលស្វាគមន៍មកកាន់ Facebook និង YouTube ខ្ញុំបាន download លើ channel YouTube ទាំងអស់គ្នាបងប្អូនថ្មីកុំភ្លេចជួយ like share និង follow subscribe ម្នាក់មួយនឹងបានវីដេអូជារៀងរាល់សប្តាហ៍នោះជួយចែករំលែកចំណេះដឹងភាសាចិនទាំងអស់គ្នាថ្ងៃនេះយើងមកសិក្សាពីពាក្យទាក់ទងនឹងគ្រឿងទេសក្នុងផ្ទះបាយយើងទាំងអស់គ្នាដំបូងនេះគឺផ្អែមធៀនគឺផ្អែមមានរសជាតិផ្អែមមួយតើនេះថារសជាតិផ្អែមឈៀនផ្អែមហើយយើងទៅមើលពាក្យតាមបន្តទៀតពាក្យបន្តទៀតនេះគឺទៅវិញភាសាចិនគេអានថាខូគឺរវិញជូរចត់ខូវិញយើងនិយាយនៃការហូតចុកគឺទៅវិញនិយាយនៃអត្ថន័យផ្សេងគឺទៅវិញជូរចត់បន្តនេះគឺជូរស្វានហ្នឹងគឺជូរស្វានជូរបន្តទៀតនេះគឺរសជាតិឬក៏ក្លិនហួយតោរសជាតិឬក៏ក្លិនហួយតោបន្តទៀតនេះគឺរសជាតិផ្អែមឈៀនហួយរសជាតិផ្អែមបន្តទៀតនេះគឺហាល់សាច់ចិនគេនិយាយថាឡាហ្នឹងគឺហាល់មានរសជាតិហាល់បន្តទៀតនេះគឺប្រាយសៀនណាប្រាយទៀតគឺស៊ុបឬក៏សម្លសាច់ចិនគេអានថាថាងស៊ុបឬក៏សម្លដល់ទៀតនេះគឺថាងនេះគឺស្ករតទៅនេះគឺស្ករសប៉ែថាងស្ករសបន្តទៀតនេះគឺស្ករក្រហមហុងថាងគឺស្ករក្រហមបន្តទៀតនេះគឺអំបិលយានប៉ានេះគឺអំបិលយានប៉ាប្រថាអំបិលបន្តទៀតនេះគឺទឹកត្រីអ៊ីលូមានថាទឹកត្រីអ៊ីលូបន្តទៀតនេះគឺទឹកខ្មេះភាសាចិនគេអានថាហ៊ូទឹកខ្មេះបន្តទៀតនេះគឺទឹកស៊ីអ៊ីវចាំងយ៉ូទឹកស៊ីអ៊ីវបន្តទៀតនេះគឺហ៊ូចៅគឺម្រេចហ៊ូចៅម្រេចហ្នឹងហើយណាមានប៉ុណ្ណឹងឯងខុសឆ្គងយ៉ាងណាក៏សូមខន្តីអភ័យទោសជួបគ្នាវីដេអូក្រោយៗទៀតបាយបាយជ័យជៀន